ទៅប្រើតាមបានទី1គេអានថា you broke my heart អ្នកធ្វើឲ្យបេះដូងរបស់ខ្ញុំតិចទីដល់ពេលយើងប្រើ you broke my heart ហ្នឹងមានន័យថាតែតែនឹងមនុស្សដែលយើងទុកចិត្តមនុស្សដែលយើងធ្លាប់ស្រឡាញ់ធ្លាប់អីគាត់ក្បត់គាត់ betray យើងអញ្ចឹងឧទាហរណ៍ក្នុងនេះថាម៉េច you broke my heart when you left me អ្នកបានធ្វើឲ្យបេះដូងខ្ញុំខ្ទេចខ្ទីនៅពេលដែលអ្នកបានចាក់ចេញពីខ្ញុំជាចាប់ខ្លាំងនៅពេលដែលគេក្បត់ឧទាហរណ៍ទី2 I trusted you but you broke my heart ខ្ញុំបានជឿជាក់អ្នកប៉ុន្តែអ្នកធ្វើឲ្យបេះដូងរបស់ខ្ញុំខ្ទេចខ្ទីមកដល់ប្រយោគនេះគឺសំខាន់ណាប្រយោគនេះគឺជាការទឹកចិត្តដែលយើងចង់បង្ហាញថាណាគេម្នាក់ឲ្យគេគិតខុសពីយើងសិនណាគឺnói là prove me wrong អញ្ចឹងក្នុងនេះគេថាម៉េច I don't think you can finish this project on time prove me wrong អញ្ចឹងខ្ញុំគិតថាខ្ញុំមិនគិតថាអ្នកអាចបញ្ចប់ project គម្រោងនឹងដោយទៅតាមពេលវេលាដែលបានកំណត់ទេ prove me wrong ចូលបង្ហាញឲ្យឃើញថាខ្ញុំគិតខុស Many people say you won't succeed prove them wrong អញ្ចឹងមនុស្សជាច្រើននិយាយថាអ្នកមិនអាចជោគជ័យបានអញ្ចឹងធ្វើឲ្យពួកគាត់គិតខុសពីយើងគិតខុសពីយើងនឹងឯងឧទាហរណ៍ទី3 they said you couldn't do it prove them wrong បើគេនិយាយថាយើងធ្វើមិនកើតយើងធ្វើឲ្យកើតអញ្ចឹងថ្ងៃនេះមានប៉ុណ្ណឹងបើសិនណាជានិយាយទៅខ្វះខាតឬក៏ pronunciation អត់ទាន់បានល្អយ៉ាងណាក៏សូមខន្តីអភ័យទោសដល់មកពីផងជួបគ្នានៅ